សួស្តីបងប្អូនបាទឥឡូវមករើប្រអប់លេខម៉ូទ័រស្វានភ្លើង12 វ៉ុលវីដេអូនេះខ្ញុំចង់ប្រាប់ពីការយកម៉ូទ័រស្វានភ្លើង12 វ៉ុលយកមកកែធ្វើម៉ូទ័រអូសប៉ង់ឡានចឹងនៅពេលដែលខ្ញុំយកវាមកឆាប់បែបនេះគឺខ្ញុំត្រូវដោះប្រអប់លេខវាចេញសិនខ្ញុំដោះប្រអប់លេខវាចេញហើយខ្ញុំយកមកឆាបហើយខ្ញុំរោលភ្លើងដើម្បីឲ្យវាស្រួលស្វានហើយនេះខ្ញុំស្វានបានរុនវាហើយរុនវា4លីហើយខ្ញុំក៏រៀបប្រអប់លេខវាចូលវិញហើយទាំងអស់នេះគឺជាស្ពឺរបស់វាចឹងបើសិនជាយើងរៀបខុសវាពិបាកលេខអត់កើតជួនកាលវាវិលប៉ុន្តែវាអត់តាក់ជាមួយនឹងបដូលចឹងទៅយើងរៀបឲ្យត្រូវទៅមុនដំបូងយើងដាក់រងវាសិនយើងដាក់រងវាហើយបន្តមកទៀតវាមានមញ្ញងបែបនេះដើម្បីតាក់ជាមួយនឹងបដូលវាចាំមញ្ញងក្រោមហ្នឹងលេខក្រោមហ្នឹងគឺវាមានចំនួន5គ្រាប់ហើយវាមានរុនវាអត់រុនមូលឲ្យវាជ្រុងដើម្បីវាតាក់ជាមួយនឹងបដូលវាហ្នឹងហើយយើងដាក់វាទៅដាក់ឲ្យវាស្មើនឹងមញ្ញងនឹងហើយនឹងដែកវាហ្នឹងឲ្យស្មើគ្នាទៅវាត្រូវហើយនៅពេលដែលយើងវល់អញ្ចឹងវាវល់អានឹងមានន័យថាវាត្រូវហើយរួចហើយយើងដាក់បន្ទាប់ពីវាទៀតគឺវាមាន5គ្រាប់ដូចគ្នាប៉ុន្តែបដូលរុនរបស់វាអត់មានជ្រុងដូចអាមុននេះតែអាក្បាលមញ្ញងរបស់វារាងធំអាមុនវាអាកន្លែងបដូលតតាក់ជាមួយនឹងមញ្ញងវាអត់មានទេប៉ុន្តែនេះមានអញ្ចឹងយើងដាក់បដូលវានឹងចុះក្រោមទៅដើម្បីឲ្យវាតាក់ជាមួយនឹងការច័ន្ទ5គ្រាប់នោះឥឡូវយើងដាក់ចូលហើយអានេះយើងអត់យកឲ្យស្មើជាមួយនឹងក្រោមនឹងទេវាមានបោះវាមួយទៀតបោះវាមួយជាន់ទៀតយើងដាក់តាមក្រោយហើយវីដេអូនេះខ្ញុំថតដៃមួយអញ្ចឹងទៅវាពិបាកមើលបន្តិចនៅពេលដែលយើងរៀបហើយយើងគៀកវាឲ្យវាចូលទៅពេលដែលវាចូលអញ្ចឹងយើងដាក់នេះអានេះសម្រាប់តាក់លេខលឿនលេខយឺតអានឹងយើងអានឹងឯងសម្រាប់តាក់ឲ្យវាលេខលឿនលេខយឺតវាអាស្រ័យលើហ្នឹងបើយើងរៀបខុសអត់តាក់អីដាក់លេខអត់កើតទេអញ្ចឹងយើងដាក់នេះទី2អានេះអត់ដឹងអានឹងគេហៅអីទេតែខ្ញុំហៅថាមញ្ញងធំវាចឹងយើងដាក់ទៅកើតិចកើវល់កើគៀកទៅវាចូលហើយបើយើងដាក់ដៃ2វារៀងស្រួលជាងនេះតែបើដាក់ដៃ1វាអត់ពិបាកហើយដល់ពេលយើងដាក់ហើយយើងបវល់អញ្ចឹងទៅបើវាវិលអានឹងវាត្រូវហើយឲ្យវាស្មើគ្នាអញ្ចឹងអាក្រោមក៏វាស្មើអាលើក៏ស្មើអញ្ចឹងត្រូវហើយអានេះគឺជានីតិ3មញ្ញងទី3អញ្ចឹងរៀបស្តៀងគ្នាដែរប៉ុន្តែទី3នេះវាប្រើផ្កាច័ន្ទមញ្ញងទូចហ្នឹងប្រើតែ3គ្រាប់ទេហើយវាមានវ៉ាន់មញ្ញងកងវាហ្នឹងវាមាន3ជាន់ដូចគ្នាហើយនេះមញ្ញងកងនឹងចុងក្រោយអាហ្នឹងយើងដាក់អញ្ចឹងមកឲ្យវាត្រូវតាមកលៈរបស់វាអញ្ចឹងមកកុំឲ្យវាតែអត់ត្រូវកលៈរបស់វាអត់ចូលទេហើយយើងលេងអត់កើតទេយើងដាក់ឲ្យត្រូវអញ្ចឹងមកហើយយើងដាក់មញ្ញងវា3គ្រាប់អានេះបើសិនជាយើងអត់ដែលធ្លាប់រៀប
ប្របាក់រៀបដែរវាអត់ដឹងឲ្យមួយណាមួយមុនមួយណាក្រោយចឹងបើសិនជាយើងដល់យើងព្យាយាមគ្រឿងវាຕົកម្លែកម្ដុំគ្នាវាហ្នឹងមកពោវាទាំងអស់វាមាន3ជាន់ចឹងមួយជាន់ទី1យើងដាក់ផ្សេងជាន់ទី2យើងដាក់ផ្សេងជាន់ទី3យើងដាក់ផ្សេងដើម្បីកុំឲ្យវាលោកឡំគ្នាព្រោះកាលណាវាលោកឡំគ្នាយើងដាក់ទៅវាអត់ត្រូវហើយខ្ញុំតម្រាំតែបានរៀបត្រូវយូរដែរធ្លាប់មានបទពិសោធន៍រៀបខុសដែររៀបហើយចូលហើយលេងវិលអត់ទៅមុខទេវិលប៉ុន្តែវាអត់វិលអាបដូលវាទេយើងរៀបអត់នេះអត់ត្រូវវារៀបចូលប៉ុន្តែវាអត់ត្រូវដោះរៀបពី3ដងទៅអត់ត្រូវហើយអានេះគឺជារងដែលយើងសម្រាប់ដាក់វាពីលើយ៉ាងមកហើយយើងក្របវាដើម្បីកុំឲ្យវាសឹកមិនញងហ្នឹងនេះឃើញទេដល់ពេលយើងដាក់យ៉ាងមកយើងរៀងពវល់វាឲ្យវាចូលកលៈបន្តិចមកអានោះវាមានកលៈរបស់វាបើយើងអត់ដាក់ត្រូវកលៈវាទេវាអាចនឹងរបូតហើយយើងដាក់ម៉ូទ័ររបស់យើងតែយើងភ្លើង12វ៉ុលយើងដាក់ត្រូវកលៈវាមកហើយមួលបន្តិចជាប់ហើយតែបើសិនតែយើងដាក់អត់ត្រូវមួលអត់ជាប់ទេអរគុណច្រើន